ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមលើកយកមុខម្ហូបមួយមុខសម្រាប់ជូនបងប្អូនធ្វើការទស្សនាគឺវិធីធ្វើឡាបសាច់គោមុខដឹងពីវិធីធ្វើនិងគ្រឿងផ្សំយើងទាំងអស់គ្នាចាគ្រឿងផ្សំរបស់យើងគឺមានសាច់គោចាសាច់គោបងប្អូនត្រូវជ្រើសរើសយកសាច់ផុយគឺសាច់ច្រឡអីណាបងប្អូនដើម្បីឲ្យសាច់មុខម្ហូបរបស់យើងនោះគឺមានឲ្យជារសឆ្ងាញ់ចាដំបូងគឺយើងត្រូវយកសាច់គោរបស់យើងហាន់ជាដុំមកយើងធ្វើការប្រឡាក់ប្រេងខ្យងជាមួយនឹងម្សៅស៊ុបចាច្បល់ឲ្យចូលជាតិគ្នាទុកវាប្រហែលជា5នាទីចាហើយគ្រឿងផ្សំរបស់យើងបន្តទៀតចាគឺមានខ្ទឹមសខ្ទឹមក្រហមចាអង្ករលីងចាអញ្ចឹងយើងត្រូវយកខ្ទឹមសខ្ទឹមក្រហមរបស់យើងហ្នឹងគឺយកមកហាន់ជាចំណិតស្ដើងចាហើយមានជីអង្កាមក្រូចឆ្មាចាយើងធ្វើការបេះលាងទឹកឲ្យវាស្អាតណាបងប្អូនចាអញ្ចឹងតកតងជាមួយនឹងជីយើងអាចដាក់ជីរណាបន្ថែមទៀតគឺរឹតតែឆ្ងាញ់ចាតែឥឡូវគឺយើងធ្វើការយកសាច់គោរបស់យើងដែលប្រឡាក់ប្រហែលជា5នាទីហ្នឹងគឺយើងយកមកចៀនចាហើយការចៀននេះគឺយើងចៀនប្រហែលជា3នាទីទេបងប្អូនចាយើងចៀនកុំឲ្យវាឆ្អិនពេកកាលណាសាច់គោដែលយើងចៀនឆ្អិនពេកគឺទៅជាវាសាច់វាស្វិតវិញណាបងប្អូនចាយើងចៀននេះគឺដើម្បីឲ្យវាមានរសជាតិឈ្ងុយចាឈ្ងុយសាច់របស់យើងណាចាដើម្បីយកមកធ្វើម្ហូបទៅគឺបង្កើនរសជាតិចាអញ្ចឹងយើងធ្វើការចៀនហើយគឺយើងធ្វើការយកសាច់គោរបស់យើងហ្នឹងគឺហាន់ជាចំណិតស្ដើងល្មមណាចាបន្តមកទៀតគឺយើងធ្វើការផ្សំគ្រឿងចាអញ្ចឹងគឺយើងធ្វើការចាក់សាច់គោរបស់យើងដែលបានហាន់ស្ដើងហ្នឹងចាដាក់ចូលមកចាហើយបងប្អូនធ្វើការថែមគ្រឿងមកមានស្ករសចាស្ករសមានប៊ីចេងចាម្សៅស៊ុបចាមានទឹកត្រីចឹងបងប្អូនធ្វើការច្បល់គ្រឿងជាមួយនឹងសាច់របស់យើងហ្នឹងគឺចុះឡើងមកដើម្បីឲ្យវាចូលជាតិគ្នាបានល្អចាបន្តមកទៀតយើងធ្វើការដាក់ទឹកក្រូចឆ្មាធ្វើការបន្តកូរច្បល់សាច់ជាមួយគ្រឿងរបស់យើងហ្នឹងបន្តទៀតចាបន្តមកទៀតគឺយើងធ្វើការដាក់ខ្ទឹមសខ្ទឹមក្រហមចាហើយខ្ទឹមបារាំងអញ្ចឹងយើងធ្វើការច្បល់បន្លែជាមួយនឹងសាច់របស់យើងហ្នឹងចាចុះឡើងមកចាហើយយើងធ្វើការដាក់ម្ទេសហុយចាម្ទេសហុយក៏បានម្ទេសស្រស់ក៏បានចាដាក់ម្ទេសហុយហើយដាក់អង្ករលីងចាយើងធ្វើការច្បល់បន្តទៀតហើយត្រង់ចំណុចនេះបងប្អូនអាចភ្លក់រសជាតិប្រសិនបើស្ទើររសជាតិអីបងប្អូនថែមទៅតាមចំណង់ចំណូលចិត្តចាជាចុងក្រោយគឺយើងធ្វើការដាក់ជីអង្កាមរបស់យើងហ្នឹងច្បល់ជាមួយនឹងសាច់របស់យើងហ្នឹងជាចុងក្រោយគឺរួចជាការស្រេចចាចំពោះមុខម្ហូបមួយមុខនេះដែរគឺងាយស្រួលធ្វើមែនទែនចាចឹងបងប្អូនមានកម្មវិធីអីចាគឺថាធ្វើមុខម្ហូបមួយមុខនេះទៅគឺលឿនចាហើយគឺមានរសជាតិឆ្ងាញ់ណាចាសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនចាសូមជួយចុច Subscribe ឬសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដែលនឹងខ្ញុំបានបង្ហោះជូនសូមអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនសូមជម្រាបលា